មនុស្សដូចឯងចង់បានតែម្នាក់ឯងប៉ូលីសក៏មើលមិនយល់ដែរឆែកខ្លួនវាទៅនិយាយមកទុកលុយនៅណាខ្ញុំបានបរិច្ចាគវាអស់ហើយអ្នកឯងមិនបានសំបីតែ1 សេនទេវាឲ្យខ្លាំងវាឲ្យស្លាប់ស៊ីវយន្តម៉ែមិនព្រមឲ្យអញចិញ្ចឹមក្មេងម្នាក់នោះទេបងក៏គ្មានវិធីដែរនៅខាងក្រៅមិនងាយស្រួលទេបើមានរឿងអីត្រឡប់មករកបងនឹងជួយអញសន្លប់បាត់ហើយនាងតាំងពីតូចមកឃើញលុយសំខាន់ជាងឪពុកបង្កើតទៅទៀតឥតប្រយោជន៍ឥឡូវនាងមានលុយម្នាក់តាមដាននាងគ្រប់គ្នាពេលនេះអ្នកណាដណ្ដើមបានមុនលុយជារបស់អ្នកនោះហើយចុះធ្វើម៉េចទៅនាងត្រូវគេវាដល់ថ្នាក់នឹងហើយនៅតែមិនព្រមទៀតឬមួយត្រូវវាឲ្យស្លាប់កុំតន់ឲ្យវាទៀតពួកឯងកំពុងធ្វើអីហ្នឹងយន់ឈីឯងចង់ធ្វើអីឈប់ទៅនាងជាប្អូនស្រីបង្កើតរបស់ឯងណាស៊ីវយន្តស៊ីវយន្តស៊ីវយន្តឯងយ៉ាងម៉េចហើយពួកអាត្រិឆានម៉ែសួរកូនស្រីម៉ែទៅនាងទុកលុយនៅឯណាឲ្យតែនាងប្រគល់លុយមកខ្ញុំនឹងលែងនាងភ្លាមលុយអីម៉ែមិនដឹងទេអីស៊ីវយន្តទិញឆ្នោតត្រូវរង្វាន់ធំនាងកាត់ការជាមួយអាស៊ីវតុងហើយឥឡូវមានប្រុសប្លែកមុខនៅក្បែរខ្លួនទៀតបើលុយនេះមិនធ្លាក់ដល់ដៃយើងទេគង់តែជារបស់អ្នកអតីតដែរនឹងស៊ីវយន្តអ្វីដែលគេនិយាយជាការពិតមែនទេចាស់ខ្ញុំត្រូវឆ្នោតមែនប៉ុន្តែម៉ែពួកគេបោកខ្ញុំថាម៉ែឈឺធ្ងន់ទើបបោកខ្ញុំឲ្យមកវិញដើម្បីតែលុយហ្នឹងបើឯងមិនព្រមប្រគល់ឲ្យទេខ្ញុំនឹងសម្លាប់ពួកឯងទាំងពីរនាក់តែម្ដងតាមច្បាប់ទ្រព្យសម្បត្តិរបស់ឯងត្រូវតែជារបស់កូនប្រុសខ្ញុំអាស្រីចង្រៃពួកឯងទាំងពីរនាក់មើលវាមកវាអញយ៉ាងអីស៊ីវយន្តខ្ញុំដឹងថាឯងមិនខ្លាចឈឺទេឲ្យតែឯងមិនព្រមឲ្យលុយខ្ញុំនឹងមិនឲ្យម៉ែឯងរស់នៅស្រួលឡើយម៉ែចេញទៅអូយឈឺណាស់បងសៀវសានយុនឈីពួកបងលេងម៉ែទៅគាត់ចាស់ហើយទ្រាំមិនបាននឹងការធ្វើបាបរបស់ពួកបងទេអញ្ចឹងឲ្យវាឆាប់ស្លាប់ទៅកុំឲ្យនៅរាល់ថ្ងៃចំណាយលុយចិញ្ចឹមវាអីស៊ីវយន្តជួយម៉ែផងឈប់ទៅខ្ញុំឲ្យលុយទាំងអស់ទៅអ្នកឯងបែបនឹងទើបត្រូវទុកលុយច្រើនធ្វើអីស្លាប់ទៅក៏យកទៅតាមមិនបានដែរលុយទាំងអស់នៅក្នុងធនាគារយកទូរស័ព្ទឲ្យខ្ញុំមកខ្ញុំនឹងផ្ទេរឲ្យបាក់មើលទៅ1 លាន 2 សែនចាស់នេះជាលុយទាំងអស់ដែលខ្ញុំមានបន្ទាប់ពីបងពុនរួចខ្ញុំបានទិញផ្ទះទិញក្រុមហ៊ុនហើយលុយដែលនៅសល់ខ្ញុំបានបរិច្ចាគទៅមូលនិធិកុមារអស់ហើយបរិច្ចាគអស់ហើយលុយច្រើនយ៉ាងនេះឯងហ៊ានបរិច្ចាគចោលអញ្ចឹងអីឯងបានពិភាក្សាជាមួយអ្នកណាខ្លះឯងមានសិទ្ធិអីយកទៅបរិច្ចាគលុយសំណាងមិនមែនជាលៀបទេគឺជាគ្រោះទៅវិញទេលុយជារបស់ខ្ញុំចង់ចាយយ៉ាងម៉េចជារឿងរបស់ខ្ញុំអញមិនខ្វល់អញប្រាប់ហើយទ្រព្យសម្បត្តិរបស់ឯងជារបស់កូនប្រុសអញឥឡូវនេះលុយដែលឯងចាយរាល់សេនគឺជាលុយរបស់កូនប្រុសអញស៊ីវយន្តឯងបរិច្ចាគលុយអស់មិនឲ្យពួកយើងអាស្រ័យចិត្តអាក្រក់អញឈួតមែនទេស៊ីវយន្តលុយដែលបរិច្ចាគទៅហើយមិនអាចសុំមកវិញបានទេអីប្រាប់គេទៅថាយើងមិនបរិច្ចាគទៀតទេរឿងរ៉ាវរៀបចំរួចរាល់អស់ហើយមិនអាចដកថយវិញបានទេឯងចាំមើលចុះអញមិនឲ្យឯងរស់នៅស្រួលឡើយតោះទៅពួកអ្នកឯងទទួលបាន1 លាន 2 សែនហើយលុយនេះគ្រប់គ្រាន់សម្រាប់ពួកអ្នកឯងរស់នៅហើយស្អីគេ1 លានជាងនឹងធ្វើអីបាន
អញចង់ដូរវីឡាឲ្យកូនប្រុសអញទៀតត្រូវឯងបំផ្លាញអស់ហើយមូលហេតុដែលខ្ញុំប្រញាប់បរិច្ចាគគឺខ្លាចមនុស្សដូចពួកអ្នកឯងមកដណ្ដើមយកនឹងឯង ល្មមឈប់ទៅលុយទិញផ្ទះឲ្យកូនគឺគ្រប់គ្រាន់ហើយ ឯងដឹងអីសាច់ខ្លាញ់នៅមាត់ជ្រមុះទៅហើយបែរ